ទឹកចិត្តជាបងប្រុសហេតុតែចង់ឲ្យប្អូនស្រីបានដឹងថាបងប្រុសស្រឡាញ់ប្អូនស្រីខ្លាំងរោគអ្វីប្រៀបផ្ទឹមពុំបានថ្ងៃមង្គលការប្អូនស្រីលោកសុកជាដែលជាអ្នកសារព័ត៌មាននៃអង្គភាព KH+ News បានព្យាយាមផ្សព្វផ្សាយព័ត៌មានឲ្យគេដឹងថាប្អូនស្រីរបស់គាត់មានគូអនាគតហើយប្អូនស្រីរបស់គាត់មានបរិះល្អម្នាក់ចូលមករួមដំណើរជីវិតនិងមើលថែប្អូនស្រីរបស់គាត់ចាប់ពីពេលនេះទៅថ្ងៃអនាគតហើយជឿជាក់ថាបងប្រុសទាំងឡាយក៏មិនខុសពីលោកសុកជាដែរក្នុងថ្ងៃពិសេសរបស់ប្អូនស្រីគ្រប់សាច់ញាតិបងប្អូនតែងតែមានក្តីរំភើបព្រោះឃើញប្អូនមានគូអនាគតនិងមានសុភមង្គលដោយឡែកបើយើងងាកមកចាប់អារម្មណ៍លោកសុជាវិញក្នុងថ្ងៃមង្គលការប្អូនស្រីរបស់គាត់គឺគាត់ហាក់ចង់ធ្វើអ្វីមួយឲ្យប្អូនស្រីរបស់គាត់បានដឹងថាក្នុងនាមជាបងប្រុសពិតជាស្រឡាញ់ប្អូនស្រីខ្លាំងរោគអ្វីមកប្រៀបពុំបានហើយព្យាយាមផ្សព្វផ្សាយប្រាប់អស់ញាតិភៅទាំងជិតទាំងឆ្ងាយថាប្អូនស្រីសំណប់ចិត្តរបស់គាត់មានគូស្រករហើយលោកសុកជាក៏បានផ្ដល់នៅសារអប់រំមួយថាទន់យើងនៅមានឱកាសបានធ្វើល្អដាក់បងប្អូនយើងគួរតែធ្វើឲ្យហើយព្រោះថាពេលវេលាមិនរងចាំយើងនោះឡើយក្នុងនាមជាបងប្អូនត្រូវតែចេះស្រឡាញ់គ្នាផ្ដល់ភាពកក់ក្ដៅឲ្យគ្នាព្រោះថាគ្មានអ្នកដទៃណាគេស្រឡាញ់យើងជាងបងប្អូនយើងនោះទេលោកសុជាក៏បានគោរពថ្លែងអំណរគុណដល់លោកអភិបាលនៃគណៈអភិបាលក្រុងអរិយខ្សាត់ត្បិតមិនបានចូលរួមផ្ទាល់តែលោកអភិបាលបានមាននៅសន្តានទឹកចិត្តចូលរួមចងដៃនិងជូនពរដល់គូស្វាមីភរិយាថ្មីផងដែរកម្មវិធីមង្គលការនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃអាទិត្យទី6ខែមេសាឆ្នាំ2025នៅគេហដ្ឋានខាងស្រីភូមិដំរីស្រត់សង្កាត់ព្រែកលួងក្រុងអរិយខ្សាត់ខេត្តកណ្ដាលដែលមានកូនកំលោះឈ្មោះកាយតារានិងកូនក្រមុំឈ្មោះធីស្រីម៉ាលោកសុជាក៏បានលើកដីសំពះថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីមង្គលការប្អូនស្រីរបស់គាត់ដោយក្តីពេញចិត្តហើយលោកក៏បានសំពះសុំទោសដល់ពុកម៉ែបងប្អូនទុកជាមុនថាសូមកុំជេរប្រមាថគាត់អីអ្វីដែលគាត់ប្រឹងផ្សព្វផ្សាយនេះគឺគ្រាន់តែចង់ឲ្យពុកម៉ែបងប្អូនបានដឹងថាគាត់ស្រឡាញ់ប្អូនស្រីខ្លាំងនិងចង់ឲ្យបងប្អូនបានដឹងថាប្អូនស្រីរបស់គាត់មានគូអនាគតហើយដោយហេតុនាពេលកន្លងមកគាត់តែងតែផ្សព្វផ្សាយនៅព័ត៌មានជួយសង្គមតែថ្ងៃនេះសូមផ្សព្វផ្សាយនៅព័ត៌មានមង្គលការប្អូនស្រីរបស់គាត់ម្ដងសង្ឃឹមថាពុកម៉ែបងប្អូននឹងមានការយោគយល់មានសេចក្តីអនុគ្រោះចំពោះគាត់ហើយបញ្ចប់ពីកម្មវិធីមង្គលការប្អូនស្រីរបស់គាត់ទៅគាត់នឹងនៅតែបន្តផ្សព្វផ្សាយព័ត៌មានជួយសង្គមបន្តទៅ